ហើយមិនសាមញ្ញពិតមែនព័ត៌មានមិនសូវល្អនៅតែមន់ដោយសារតែនៅខាងកងទ័ពសៀមហ្នឹងគេរុលមកមុខហើយរៀបចំរាយបលាលួសកន្លែងថ្មីមួយទៀតបាទនៅតំបន់តំបន់ហ្នឹងហើយគេដុតព្រៃចាដើម្បីឲ្យវាលនៅកន្លែងចំណុចលើភ្នំហ្នឹងចាដល់អញ្ចឹងទៅខាងយើងក៏អត់ឲ្យដុតអត់ឲ្យមករាយថយក្រោយវិញបាទទៅស្រែកអញ្ចឹងទៀតដែរបាទទៅស្រែកអញ្ចឹងដល់អញ្ចឹងយើងក៏ស្រែកខ្លាំងទៅគេថយចេញទៅវិញបាទមិនសាមញ្ញគឺមានអញ្ចឹងបាទមានអញ្ចឹងពិតប្រាកដមែននៅខាងឧត្តមមានជ័យចាបាទហើយបើសិនជាខាងសៀមនោះគឺនៅតែបន្តរុលមកដាក់ប្រហែលជាអាចជាអត់ផុតមែនតែតែក្រោយមកខាងទាហានសៀមហ្នឹងគេសម្រេចដកទៅក្រោយវិញក៏រឿងហ្នឹងក៏ចប់ទៅម្សិលមិញហ្នឹងស្ថានភាពនិយាយរួមទៅតាំងពីបាត់ឈប់បាញ់ចូលមកតែហ៊ានយោធារបស់សៀមហ្នឹងនៅតែបន្តរីបលាលួសឲ្យដូចម្សិលមិញលោករធានិយាយថាចូលមកភាសាតាមន់ហើយបើតាមលោកប៊ុនស៊ីនផាត់ខ្លាំងដែលជាអតីតមេភូមិភាគ2តែឥឡូវហ្នឹងគាត់ទៅតែបាត់មុខយូរឥឡូវទៅតែចេញមកថ្មីម្ដងទៀតគាត់និយាយប្រាប់អ្នកសារព័ត៌មានថាកងទ័ពរបស់យើងហ្នឹងនៅអត់ស្ងៀមទេចាគាត់បែរជានិយាយថាអញ្ចឹងទៅវិញទាំងដែលកងទ័ពរបស់គាត់ហ្នឹងជាអ្នកចូលមករកគួនឈ្លានពាននៅក្នុងដែនដីរបស់យើងនៅក្នុងម៉ោងដែលយើងគ្រប់បាត់ជប់បាញ់ហ្នឹងអញ្ចឹងនិយាយថាកងទ័ពណានៅអត់ស្ងៀមកងទ័ពកម្ពុជានៅអត់ស្ងៀមនៅអត់ស្ងៀមបាទចាបាទគាត់តាំងពីដើមតាំងពីគាត់នៅជាមេភូមិភាគ2ហ្នឹងមកគាត់ហ្នឹងហើយអ្នកបករឿងចាបាទបាយចាំទៅនិយាយអីបាទអញ្ចឹងដោយសារតែខ្ញុំផ្ទៀងផ្ទាត់ឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទាំងក្នុងនិងក្រៅប្រទេសបានដឹងអំពីស្ថានភាពនៅជួរមុខនេះឲ្យដឹងព្រោះថ្ងៃនេះជាថ្ងៃដែលកន្លងមកមានការបែកធ្លាយនៅសម្លេងតាម Telegram ថាខាងទាហានសៀមគេគ្រោងវាយបហានៅជុំទី3នៅថ្ងៃនេះហ្នឹងបាទអញ្ចឹងបានជាចាប់ដើមពុបប្រាប់បងប្អូនឲ្យដឹងថាអត់អីទេនៅម៉ោងនេះពេលនេះប៉ុន្តែអ្វីក៏ដោយខ្ញុំសូមជម្រាបថាដោយសារតែស្ថានភាពនៅព្រំដែនវាមិនទៀងទាត់អញ្ចឹងខ្ញុំត្រូវនិយាយតាមម៉ោងតាមពេលតាមថ្ងៃនៅប្រាប់ថ្ងៃនេះជាថ្ងៃទី28ខែមករាបាទ2026បាទហើយនៅវេលាម៉ោង8និង12នាទីបាទអញ្ចឹងខ្ញុំនិយាយតាមម៉ោងតាមថ្ងៃបាទព្រោះខ្ញុំខ្លាចមានអីកើតឡើងលើសពីម៉ោងហ្នឹងក៏មកថាខ្ញុំលោកទុយថាអត់អីផងឥឡូវមិនក៏មានអីបាទអញ្ចឹងខ្ញុំប្រាប់តាមម៉ោងបងប្អូនណាតែបើមានអីភ្លាមក្តៅភ្លាមខ្ញុំនឹងប្រាប់ភ្លាមដូចជាម្សិលមិញអញ្ចឹងបងប្អូនស្គាល់ឮសំឡេងពុបមានដោយសារតែបងប្អូនប្រជាពលរដ្ឋខ្លះគាត់មានសាច់ញាតិបងប្អូនគាត់នៅឯស្អែមអញ្ចឹងដល់អ្នកនៅស្អែមគាត់នៅក្នុងគាត់ឮភ្លាមគាត់ប្រាប់មកគ្នាគាត់ឮសំឡេងផ្ទុះទៀតហើយវយឃើញទេបាទដល់ពេលអញ្ចឹងគាត់ខ្លះគាត់លឿនជាងខ្ញុំទៅទៀតបាទប៉ុន្តែទន្ទឹមនឹងគាត់លឿនជាងខ្ញុំទន្ទឹមនឹងទទួលបានហើយខ្ញុំត្រូវផ្ទៀងផ្ទាត់ថាតើសំឡេងទោះនឹងដោយសារអីនៅឯណាមកពីណាចាប្រាប់បងប្អូនឲ្យដឹងទៅដើម្បីឲ្យវិជ្ជាសាលាបាទអញ្ចឹងប៉ុណ្ណឹងបងប្អូនណារឿងព្រំដែនហើយថ្ងៃនេះក៏ក្រុមភូមិភាគបាទក្រុមRBC គណៈកម្មការភូមិភាគព្រំដែនតំបន់បាទតំបន់ហ្នឹងហើយជួបគ្នាមួយថ្ងៃទៀតបាទជួបគ្នាមួយថ្ងៃទៀតបាទនិយាយថាសាមញ្ញជួបមួយថ្ងៃហើយថ្ងៃនេះជួបមួយថ្ងៃទៀតជួបដើម្បីក្រុមជំនាញផ្នែកថ្នាក់ក្រោមទេចាបាទក្រុមលេខាធិការដ្ឋានលេខាបាទក្រុមលេខាធិការដ្ឋានរបស់ RBC ហ្នឹងដើម្បីដាក់របៀបវារៈទៅកិច្ចប្រជុំធំ RBC ហ្នឹងថ្នាក់ដឹកនាំហ្នឹងគឺនៅថ្ងៃស្អែកនេះស្អែកនេះទៅប្រជុំបញ្ចប់បាទអញ្ចឹងថ្ងៃនេះក្រុមតូចហ្នឹងគេប្រជុំ2ថ្ងៃបាទអញ្ចឹងបងប្អូនសួរថាតើប្រជុំនេះនិយាយពីរឿងអីខ្លះបាទហើយតាមធម្មតាបងប្អូនចំណុចដែលនិយាយនេះខ្ញុំគិតថាគ្មានអីក្រៅពីទី1សូមឲ្យបន្តរក្សាភាពស្ងៀមស្ងាត់ហ្នឹងហើយនៅក្នុងរង្វង់បទជបាញ់ចា៎បាទរង្វង់បទជបាញ់ហើយទី2បន្តដោះស្រាយគ្មានអីក្រៅពីនិយាយពីដោះស្រាយដោយសន្តិវិធីបាទមិនដែលទៅនិយាយគ្នាតោះបាញ់ថ្ងៃណាទៀតទេចាមែនវាមិនអាចទៅនិយាយចឹងទេព្រោះនិយាយដាច់ខាតទៅចង់បញ្ចប់បាទហើយក៏នឹងនិយាយឈានទៅដល់ឲ្យក្រុមគណៈកម្មការព្រំដែននៅខាង GBC ជួបគ្នាដើម្បីធ្វើការវាស់វែងទៅតែបានក្នុងកម្រិតណាយើងអត់ដឹងទេចាពីព្រោះឥឡូវនេះខាងថៃគាត់កំពុងតែមមាញឹករវល់រឿងរៀបចំបោះឆ្នោតបាទរឿងរៀបចំបោះឆ្នោតហើយទន្ទឹមនឹងការរៀបចំបោះឆ្នោតនៅប្រទេសរបស់គាត់ដែលនឹងប្រព្រឹត្តទៅនៅខែ2នេះយើងតែងតែបារម្ភអំពីព្រឹត្តិការណ៍នៅប្រទេសគាត់ប៉ុន្តែគាត់ច្រើនតែយកនៃរឿងដែលមិនល្អនៅប្រទេសគាត់យកព្រំដែនយើងជាចំណាប់ខ្មាំងចាអញ្ចឹងយើងគិតថាគាត់កន្លងមកគាត់គិតឲ្យតែមានរឿងអីប្រទេសគាត់តែងតែឲ្យរឿងរ៉ាវជាមួយប្រទេសរបស់យើងបាទអញ្ចឹងយើងនៅតែមានការប្រុងប្រយ័ត្នខ្ពស់